ប្រវត្តិនៃភាពបរាជ័យរបស់សហភាពសូវៀតនៅអាហ្វហ្គានីស្ថានទាំងអាមេរិកដែលជាមហាអំណាចបច្ចុប្បន្នហើយនិងសូវៀតដែលជាអតីតមហាអំណាចដ៏ធំមួយសុទ្ធតែធ្លាប់រងភាពអាម៉ាស់នៅក្នុងសង្គ្រាមដោយអាមេរិករងភាពអាម៉ាស់នៅក្នុងសង្គ្រាមវៀតណាមចំណែកឯសូវៀតរងភាពអាម៉ាស់នៅក្នុងសង្គ្រាមនៅអាហ្វហ្គានីស្ថាននៅក្នុងវីដេអូនេះសូមនិយាយតែអំពីសហភាពសូវៀតតែប៉ុណ្ណោះគឺភាពបរាជ័យរបស់សូវៀតនៅក្នុងសង្គ្រាមអាហ្វហ្គានីស្ថានតើរឿងរ៉ាវលម្អិតវាយ៉ាងម៉េចទៅលោកអ្នកនឹងបានជ្រាបនៅបន្តិចទៀតនេះទិញទំនិញស្រួលជាងមុនចំណេញជាងមុនត្រូវតែទិញជាមួយនឹង K-Store App by BizAdvisor ភាពតានតឹងនៃសង្គ្រាមត្រជាក់រវាងម្ខាងអាមេរិកនិងម្ខាងទៀតសហភាពសូវៀតបានឈានក្បែរមកដល់ទីបញ្ចប់នៅក្នុងទសវត្សរ៍ឆ្នាំ1980នៅពេលដែលឃើញឥទ្ធិពលរបស់សូវៀតកាន់តែបាញ់ឆ្ពោះមកកាន់អធិកុលភាគខាងត្បូងប្រធានាធិបតីរបស់អាមេរិកនៅពេលនោះគឺលោក Jimmy Carter បានសម្រេចចិត្តហែកចោលនៅកិច្ចព្រមព្រៀង SALT II ដែលធ្លាប់បានចុះហត្ថលេខាជាមួយនឹងសូវៀតគឺជាកិច្ចព្រមព្រៀងបន្ធូរបន្ថយភាពតានតឹងនៅក្នុងសង្គ្រាមត្រជាក់ការហែកចោលនេះបានកើតឡើងនៅពេលដែលអាមេរិកបានមើលឃើញសូវៀតឈ្លានពានចូលអាហ្វហ្គានីស្ថានតើអ្វីទៅនាំឲ្យសូវៀតសម្រេចចិត្តឈ្លានពានអាហ្វហ្គានីស្ថានចលនាអ៊ីស្លាមនិយមបានចាប់ផ្ដើមរីករាលដាលទូទាំងតំបន់មជ្ឈិមបូព៌ានិងបានបាញ់ឆ្ពោះទៅកាន់បណ្ដាសាធារណរដ្ឋអាស៊ីភាគកណ្ដាលដែលស្ថិតនៅក្នុងទឹកដីរបស់សហភាពសូវៀតនេះគឺជាក្តីបារម្ភមួយរបស់មេដឹកនាំសូវៀតក្តីបារម្ភកាន់តែធំមួយទៀតសម្រាប់សហភាពសូវៀតនោះគឺបដិវត្តន៍អ៊ីស្លាមមួយបានកើតឡើងនៅក្នុងប្រទេសអារ៉ង់នៅឆ្នាំ1979ក្រោមបដិវត្តន៍មួយនេះរបបដឹកនាំប្រជានិយមរបស់ស្ដេចឆានៅប្រទេសអារ៉ង់ដែលមានប្រទេសលោកខាងលិចជាអ្នកគ្រប់គ្រងត្រូវបានផ្ដួលរំលំអ្នកដែលបានចូលមកជំនួសស្ដេចឆាគឺអាយ៉ាតូឡារូហូឡាខូមេនីដែលជាអ្នកនយោបាយចាស់ពុសាធ្លាប់តែរស់នៅនិរទេសក្រៅប្រទេសចូលមកដឹកនាំរដ្ឋាភិបាលបែបអ៊ីស្លាមនិយមមួយនៅក្នុងទឹកដីអ៊ីរ៉ង់នៅឯប្រទេសអាហ្វហ្គានីស្ថានឯវិញនៅក្នុងឆ្នាំ1978គណបកមួយដឹកនាំដោយក្រុមកុម្មុយនីសមានឈ្មោះថាគណបក PDPA ឬក៏ People's Democratic Party of Afghanistan នៅក្នុងឆ្នាំនោះគណបកនេះបានកាន់កាប់អំណាចនៅក្នុងប្រទេសអាហ្វហ្គានីស្ថានហើយក្រុមកុម្មុយនីសមួយនេះគ្រប់គ្រងហិរញ្ញវត្ថុដោយសហភាពសូវៀតគណបក PDPA របស់អាហ្វហ្គានីស្ថានគឺជាគណបកដែលមានការបែងចែកបកពួកជាក្រុមនៅពេលកណ្ដាលឆ្នាំ1979ក្រុមរបស់ Hafizullah Amin ដែលជាក្រុមមានទំនោរទៅរកប្រទេសលោកខាងលិចបានឈ្នះនៅក្នុងការដណ្ដើមអំណាចនៅក្នុងប្រទេសអាហ្វហ្គានីស្ថានបន្ទាប់ពីក្រុមរបស់ Hafizullah Amin ក្តាប់អំណាចពេញលេញហើយនោះសូវៀតចាប់ផ្ដើមមានការបារម្ភថាក្រុមនេះអាចនឹងនាំអាហ្វហ្គានីស្ថានភ្ជាប់ខ្លួនទៅកាន់បណ្ដាប្រទេសលោកខាងលិចដូច្នេះហើយបានជាសូវៀតក្រុមការដឹកនាំរបស់ Leonid Brezhnev បញ្ជាឲ្យឈ្លានពានចូលប្រទេសអាហ្វហ្គានីស្ថានតែម្ដងសូវៀតបើកការវាយប្រហារតាមផ្ទៃអាកាសជាមុនដោយចូលទៅគ្រប់គ្រងពលានយន្តហោះកាប៊ុលរបស់អាហ្វហ្គានីស្ថាននៅថ្ងៃទី4ខែធ្នូឆ្នាំ1979នៅក្នុងថ្ងៃទី1កងទ័ពជើងគោករបស់សូវៀតក៏បើកប្រតិបត្តិការឈ្លានពានចូលទឹកដីអាហ្វហ្គានីស្ថានប្រធានាធិបតីរបស់ប្រទេសអាហ្វហ្គានីស្ថាន Hafizullah Amin ត្រូវបានសម្លាប់នៅក្រោមដៃរបស់ក្រុម KGB ឬក៏ KGB នៅក្នុងទីក្រុងកាប៊ុលថ្ងៃទី27ខែធ្នូឆ្នាំ1979ការឈ្លានពានរបស់សូវៀតនេះមេដឹកនាំរបស់សូវៀតលោក Leonid Brezhnev ក៏បានជូនដំណឹងទៅកាន់មេដឹកនាំរបស់អាមេរិកផងដែរគឺលោក Jimmy Carter ការជូនដំណឹងនេះធ្វើឡើងនៅថ្ងៃទី28ខែធ្នូឆ្នាំ1979ដោយលោក Brezhnev បញ្ជាក់ថាយោធារបស់សូវៀតចូលទៅកាន់ប្រទេសអាហ្វហ្គានីស្ថាននេះគឺដើម្បីធានាសន្តិសុខរបស់ប្រទេសតែប៉ុណ្ណោះលុះចូលមកដល់ថ្ងៃទី1ខែមករាឆ្នាំ1980សូវៀតបានចាត់ចែងឲ្យមានរដ្ឋាភិបាលមួយដែលគ្រប់គ្រងដោយសូវៀតដឹកនាំដោយបរិះម្នាក់ដែលរស់នៅនិរទេសគឺជាអ្នកនយោបាយជនជាតិអាហ្វហ្គានីស្ថានឈ្មោះថា Barack Kamal បន្ទាប់ពីនោះតើមានរឿងអ្វីកើតឡើងជាបន្តទៅទៀតក្រុមចលនាអ៊ីស្លាមជាច្រើនក្រុមបាននាំគ្នាបះបោរប្រឆាំងជាមួយនឹងសូវៀតពួកគេមិនពេញចិត្តតែសោះចំពោះការគ្រប់គ្រងរបស់សូវៀតនៅក្នុងទឹកដីអាហ្វហ្គានីស្ថានពួកគេគឺជាអ្នកជាតិនិយមហើយមានគំនិតប្រឆាំងជាមួយនឹងការគ្រប់គ្រងរបស់កុម្មុយនីសជាពិសេសការគៀបសង្កត់ទៅលើសាសនានៅពេលនោះកងទ័ពជាតិរបស់អាហ្វហ្គានីស្ថានគ្រប់គ្រងសូវៀតគឺគ្រប់គ្រងកងទ័ពក្រហមរបស់សូវៀតនៅក្នុងការបង្ក្រាបក្រុមបះបោរអ៊ីស្លាមជ្រុលនិយមប៉ុន្តែកងទ័ពជាតិរបស់អាហ្វហ្គានីស្ថាននៅពេលនោះជាកងទ័ពដែលពុំសូវទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវហើយក៏ពុំមានអាវុធទំនើបទេនៅក្នុងចំណោមក្រុមបះបោរអ៊ីស្លាមទាំងអស់នៅអាហ្វហ្គានីស្ថានក្រុមបះបោរដែលខ្លាំងក្លានិងសកម្មជាងគេនោះមានឈ្មោះថា Mujahideen ជាក្រុមបះបោរដែលប្រាជ្ញាក្នុងការបណ្ដេញសូវៀតចេញពីប្រទេសពួកនេះមានអាវុធច្រើនដោយសារតែទទួលបានការគ្រប់គ្រងពីអាមេរិកហើយនិងចិន
ជាពិសេសនោះសមាជិករបស់ពួកគេទទួលបានការបណ្ដុះបណ្ដាលពីសំណាក់ CIA របស់អាមេរិកក្រុមមូចាហេឌីនបានប្រើបច្ចេកទេសវាយប្រហារបែបតបព្រៃដើម្បីប្រឆាំងជាមួយនឹងកងទ័ពក្រហមរបស់សូវៀតពួកគេតែងតែលបវាយឆ្មាស់និងដកថយទៅវិញបន្ទាប់មកបានចូលកាន់កាប់ទឹកដីជាបន្តបន្ទាប់ពីទីជនបទរហូតទៅតាមដងភ្នំនៃប្រទេសអាហ្វហ្គានីស្ថានជាច្រើនកន្លែងយុទ្ធសាស្ត្រវាយប្រហារបែបតបព្រៃនេះត្រូវបានគេដឹងថាគឺជាយុទ្ធសាស្ត្រដែលបណ្ដុះបណ្ដាលដោយយោធារបស់ចិនទៅលើសមាជិករបស់មូចាហេឌីនសូវៀតមិនត្រឹមតែរងសម្ពាធផ្នែកយោធានៅក្នុងការប្រយុទ្ធលើសមរភូមិនៅអាហ្វហ្គានីស្ថានប៉ុណ្ណោះទេក៏ប៉ុន្តែក៏រងសម្ពាធការទូតពីអន្តរជាតិផងដែរអង្គការសហប្រជាជាតិបានបង្ខំឲ្យសូវៀតត្រូវចាកចេញពីអាហ្វហ្គានីស្ថានហើយនៅស្របពេលជាមួយគ្នាសហរដ្ឋអាមេរិកក៏បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើសូវៀតចំណែកឯប្រទេសនៅក្នុងតំបន់មជ្ឈិមបូព៌ាជាច្រើនក៏បានរិះគន់ខ្លាំងៗទៅលើទង្វើរបស់សូវៀតដែលឈ្លានពានចូលអាហ្វហ្គានីស្ថានផងដែរហើយទង្វើនេះក៏បង្កជាអស្ថិរភាពនៅតាមបណ្ដាសាធារណរដ្ឋក្នុងទឹកដីរបស់សូវៀតជាពិសេសនោះគឺសាធារណរដ្ឋដែលកាន់សាសនាអ៊ីស្លាមទីបំផុតនៅពេលដែលលោកមីខាអែល កូបាឆៅឡើងកាន់អំណាចនៅសូវៀតនាឆ្នាំ1985គាត់ក៏បញ្ជាឲ្យដកកងទ័ពចេញពីអាហ្វហ្គានីស្ថានសូវៀតបានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពនៅក្នុងឆ្នាំ1988និងបានដកកងទ័ពចេញទាំងស្រុងពីអាហ្វហ្គានីស្ថានត្រឹមឆ្នាំ1989សូមអរគុណចំពោះការទស្សនារបស់លោកអ្នកហើយយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយ